បាទសូមជម្រាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់ថ្ងៃនេះប្អូនមានអត្ថបទចិត្តថ្មីមកអានជូនមានពេលខ្លះអ្នកញញឹមនៅខាងក្រៅតែខាងក្នុងពោរពេញដោយភាពនឿយហត់នឹងការឈឺចាប់ដែលគ្មាននរណាដឹងអ្នកមិនខ្សោយទេអ្នកគ្រាន់តែហត់ពីការព្យាយាមម្នាក់ឯងយូរពេកសូមកុំបោះបង់មិនមែនព្រោះអ្នកត្រូវឈ្នះថ្ងៃនេះប៉ុន្តែព្រោះអ្នកសមនឹងថ្ងៃស្អែកដែលប្រសើរជាងនេះបើគ្មាននរណារងចាំអ្នកសូមអ្នករងចាំខ្លួនឯងព្រោះមនុស្សដែលមិនបោះបង់នៅថ្ងៃឈឺចាប់បំផុតគឺជាមនុស្សដែលមានភាពរឹងមាំបំផុតបើវីដេអូនេះមានអត្ថប្រយោជន៍សូម like share និង Subscribe ដើម្បីទទួលបានវីដេអូលើកទឹកចិត្តថ្មីៗរៀងរាល់ថ្ងៃសូមអរគុណ